បាទសួស្តីទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងសិក្សា font រួចហើយយើងចូលទៅអឺបាទក្រុមមួយទៀតគឺយើងហៅថាក្រុម paragraph នៅក្នុងក្រុម paragraph នេះខ្ញុំនឹងបង្ហាញទាំងអស់គ្នាអំពីការតម្រឹមឆ្វេងកណ្ដាលស្ដាំហើយនិងសងខាងបាទអញ្ចឹងជាដំបូងគឺបាទយើងទៅរៀនបាទរបៀបតម្រឹមអក្សរខាងឆ្វេងសិនអញ្ចឹងដើម្បីតម្រឹមអក្សរខាងឆ្វេងយើងចុចលើជួរអក្សររបស់យើងហើយយើងចុច home បាទបន្តមកទៀតយើងចុចទៅលើគ្រូ paragraph ហើយទាំងអស់គ្នានឹងឃើញមានបន្ទាត់ដែលមានឆ្វេងមានកណ្ដាលមានស្ដាំហ្នឹងបាទហើយទាំងអស់គ្នាចុចលើបន្ទាត់ស្មើឆ្វេងមកគឺមានន័យថាយើងតម្រឹមអក្សរឆ្វេងហើយចំណែកឯតម្រឹមអក្សរកណ្ដាលដូចគ្នាដែរចុចលើជួរហ្នឹងឬក៏យើង select លើអក្សរក៏បានដែរហើយចុចលើ menu home ហើយយើងជ្រើសរើសបន្ទាត់ដែលអត់ស្មើខាងឆ្វេងអត់ស្មើខាងស្ដាំហ្នឹងឬក៏យើងហៅថា center បាទយើងចុចលើវាមកគឺអក្សររបស់យើងនឹងវានឹងរត់នៅចំកណ្ដាលសន្និកីការរបស់យើងហើយមួយទៀតគឺរបៀបតម្រឹមអក្សរខាងស្ដាំអញ្ចឹងselect លើអក្សរដូចគ្នាបាទឬក៏ចុចលើជួរហ្នឹងមកហើយចុចលើ menu home ហើយយើងជ្រើសរើសបន្ទាត់ដែលអត់ស្មើបាទបន្ទាត់ដែលស្មើខាងស្ដាំឬក៏ align right ហ្នឹងបាទនោះអក្សររបស់យើងនឹងខិតមកខាងស្ដាំនៃសន្និកីការរបស់យើងបាទហើយជាចុងក្រោយគឺការតម្រឹមអក្សរសងខាងបាទអក្សរសងខាងនេះតើតែទាំងអស់គ្នាមានអក្សរពេញណាបាទមានថាតើយើងមានអក្សរពេញអឺសន្និកីការរបស់យើងទើបយើងអាចតម្រឹមវាឲ្យវាស្មើសងខាងបានបាទអញ្ចឹងខ្ញុំសេរីអក្សរសិនដើម្បីឲ្យឃើញអក្សរមានច្រើនទៅសនុកយើងតម្រឹមវាឲ្យស្មើសងខាងអញ្ចឹងដើម្បីសេរីអក្សរឲ្យស្មើសងខាងយើងបាទយើងត្រូវមានអក្សរបែបហ្នឹងសិនហើយបន្តមកទៀតបាទយើង select ទៅលើអក្សរបាទយើង select លើអក្សរ select លើអក្សរហើយទាំងអស់គ្នាចុចលើ menu home បាទហើយទាំងអស់គ្នាជ្រើសរើសបន្ទាត់ដែលស្មើខាងឆ្វេងខាងស្ដាំហ្នឹងឬក៏យើងដាក់ថា justify បាទចុចលើវាមកអក្សររបស់យើងនឹងតម្រឹមស្មើសងខាងឯបាទប៉ុន្តែនេះដោយសារតែបាទអក្សរយើងសរសេរខ្លះគឺបាទវាបាត់មួយអក្សរពីរអក្សរអីគឺតម្រឹមទៅក៏អត់ឃើញដែរអញ្ចឹងតើតែអក្សររបស់យើងនឹងមានច្រើនបាទអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសូម